ហើយព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Star បាទ The Star ក៏បានរាយការណ៍ឲ្យដឹងថាខាងប្រទេសថៃបានធានាចំពោះម៉ាឡេស៊ីថាការចោទប្រកាន់ទាំងឡាយណាថាម៉ាឡេស៊ីលោកដៃលោកជើងចូលពាក់ព័ន្ធជាមួយនឹងចំនួនព្រំដែនជាមួយនឹងប្រទេសកម្ពុជានោះគឺជាការចោទប្រកាន់មួយដែលគ្មានមូលដ្ឋាននោះទេនេះបើតាមលោកអាន់វ៉ាអ៊ីប្រាហ៊ីមលោកបានបញ្ជាក់ប្រាប់សារព័ត៌មានណាបាទលោកនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមបានថ្លែងឲ្យដឹងថាលោកបានទទួលការហៅទូរស័ព្ទពីនាយករដ្ឋមន្ត្រីថៃគឺលោកអនុធីនច័ន្ទវីរកុលកាលពីថ្ងៃច័ន្ទទី24ខែវិច្ឆិកាដោយបានបញ្ជាក់យ៉ាងឡើងវិញយ៉ាងច្បាស់នៅទូនាទីរបស់ម៉ាឡេស៊ីនៅក្នុងការជួយសម្របសម្រួលការចរចារវាងប្រទេសកម្ពុជានិងប្រទេសថៃហើយនៅក្នុងនោះគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានប្រាប់អ្នកសារព័ត៌មានថាចាប់តាំងពីលោកបានដឹងរឿងពិតនោះមកគឺលោកអានីទីនបានគិតថាការរិះគន់មកលើលោកអាន់វ៉ាខ្លួនឯងមកលើម៉ាឡេស៊ីនោះគឺជារឿងមួយអយុត្តិធម៌ណាស់ហើយលោកបាននិយាយថាតាក់ទងជាមួយនឹងទូនាទីរបស់ម៉ាឡេស៊ីនោះគឺម៉ាឡេស៊ីដើរទូនាទីគ្រាន់តែជាអ្នកសម្របសម្រួលឲ្យមានការចរចាគ្នាតែប៉ុណ្ណោះទេបើយោងតាមសេចក្តីរាយការណ៍នានាក្នុងពេលកន្លងមកគឺបាតកោនៅក្នុងប្រទេសថៃបានជួបជុំគ្នាតវ៉ានៅពីមុខស្ថានទូតម៉ាឡេស៊ីនិងស្ថានទូតសហរដ្ឋអាមេរិកនោះនៅក្នុងទីក្រុងបាងកកកាលពីថ្ងៃសៅរ៍កន្លងមកនេះដោយទាមទារឲ្យលោកអាន់វ៉ាឈប់ជ្រៀតជ្រែកចូលទៅក្នុងកិច្ចការក្នុងការដោះស្រាយទំនាស់ជាមួយនឹងប្រទេសកម្ពុជាគឺកុំឲ្យលោកបន្តលូកដៃតទៀតហើយពេលនោះគឺក្រុមបាតកោហ្នឹងក៏ទាមទារឲ្យលោកអាន់វ៉ាហ្នឹងជៀសវាងក្នុងការដាក់សម្ពាធឲ្យថៃហ្នឹងមកចរចាជាមួយនឹងប្រទេសកម្ពុជាផងដែរតាក់ទងជាមួយនឹងបញ្ហាព្រំដែនលោកអាន់វ៉ាបាននិយាយថាវាជារឿងមួយគួរឲ្យរន្ធត់អាក្រក់ណាស់ដែលមានក្រុមខ្លះនៅក្នុងប្រទេសម៉ាឡេស៊ីបែរជារំភើបរីករាយដែលឃើញប្រទេសក្រៅមករិះគន់ហើយនឹងចាប់ប្រកាន់លោកបែបនេះអញ្ចឹងលោកជាតិរខាហ្នឹងថ្លែងសារទៅដល់អ្នកនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីខ្លួនឯងនឹងតែម្ដងម៉ាឡេស៊ីខ្លួនឯងហ្នឹងក៏នៅពេលដែលលឺសូថៃបាតកម្មរិះគន់លោកអញ្ចឹងបែរជាគាំទ្រថៃថាម៉ាឡេស៊ីនឹងធ្វើមិនត្រូវអញ្ចឹងលោកថាវាជារឿងមួយអាក្រក់ណាស់ដែលអ្នកនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីខ្លួនឯងនឹងទៅជាគាំទ្រអ្នកដែលមករិះគន់មកចាប់ប្រកាន់អញ្ចឹងហើយលោកបានបន្ថែមថាមិនដោយមិនគាំទ្រទូនាទីឬក៏ស្វាគមន៍ទូនាទីរបស់ម៉ាឡេស៊ីក្នុងការចូលរួមដោះស្រាយហ្នឹងពួកគេប្រហែលជាចាត់ទុកថាចង់ឲ្យប្រទេសម៉ាឡេស៊ីនឹងបរាជ័យមិនអាចដោះស្រាយបញ្ហានឹងបានទៅវិញលោកក៏បានរិះគន់លោកក៏បាននិយាយថាអ្នករិះគន់ហ្នឹងគឺពួកគេសន្និដ្ឋានថាបាទនេះគឺជាទូនាទីរបស់បុគ្គលសំដៅទៅលើរូបលោកតែម្នាក់នោះទេប៉ុន្តែការពិតទៅគឺវាជារឿងមួយដែលម៉ាឡេស៊ីគ្រាន់តែសម្របសម្រួលចូលរួមពាក់ព័ន្ធហ្នឹងសម្របសម្រួលឲ្យមានការចរចាគ្នារវាងប្រទេសថៃនិងប្រទេសកម្ពុជាគឺមិនមែនជារឿងដោយសារលោកអាន់វ៉ានោះទេគឺមិនមែនធ្វើនេះដើម្បីផលប្រយោជន៍អាន់វ៉ានោះទេគឺទាំងក្រសួងការបរទេសនិងក្រសួងការពារជាតិហ្នឹងក៏ចូលរួមពាក់ព័ន្ធផងដែរក៏ដូចជាអគ្គមេបញ្ជាការកងទ័ពរបស់ម៉ាឡេស៊ីផងដែរអញ្ចឹងមិនមែនកិត្តិយសនឹងបានមកលោកអាន់វ៉ាតែម្នាក់ឯងមកទេហើយបើការពិតទៅនិយាយដោយខ្លាំងនិយាយដោយចំគឺលោកបាននិយាយនេះក្នុងន័យនេះគឺជាសារមួយទៅដល់អ្នកនយោបាយនៅក្នុងប្រទេសរបស់លោកវិញដែលបានរិះគន់លោកថាលោកចង់យកមុខយកមាត់ម្នាក់ឯងទៅធ្វើអញ្ចឹងឥឡូវគេមិនពេញចិត្តគេមិនអីឥឡូវគេមករិះគន់អញ្ចឹងបាទឥឡូវគាត់បានបញ្ជាក់ថាថៃបានបញ្ជាក់ឲ្យថាលោកមិនបានលោកដៃលោកជើងនោះទេព័ត៌មានទី5នេះខ្ញុំឃើញខាងខៅសូទេខាងផ្សាយបាជា4-5ម៉ោងមុននេះហើយខ្ញុំឃើញរូបថតគេបង្ហោះជាច្រើនខ្ញុំក៏សម្រេចយករូបថតនេះមួយដោយត្រង់ខ្ញុំក៏អត់ដឹងដែរណាខ្ញុំសួរដោយត្រង់តែម្ដងគឺបើតាមខាងខៅសូហ្នឹងក៏បានរាយការណ៍ថាក្រមការងារកម្ពុជាហើយនិងថៃដែលធ្វើការលើការបោះបង្គោលព្រំដែនបដោះអាសន្ននៅចន្លោះព្រំដែនលេខបង្គោលព្រំដែនលេខ52ដល់59ដែលនៅខាងភាគីថៃគឺខាងពងណាំរុនណាស្រុកពងណាំរុនខេត្តចន្ទបុរីហើយបើជានៅកម្ពុជាគឺខេត្តបាត់ដំបងណាខ្ញុំឃើញសេចក្តីជូនដំណឹងរបស់ខាងភាគីកម្ពុជាផងដែរក៏ប៉ុន្តែឥឡូវនេះខាងខៅសូតក៏រាយការណ៍ថាគឺបេសកកម្មនៅក្នុងការបោះតម្រុយបង្គោលព្រំដែននោះគឺចប់ 100% ហើយគឺដោយបានបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះចំនួន166ដែលលើចម្ងាយផ្លូវចម្ងាយដីចំនួន
គីឡូម៉ែត្រ300បាទអញ្ចឹងគឺ8.3 គីឡូម៉ែត្រហើយគឺជារឿងមួយដែលឈរលើគាត់ថាឈរលើចំណុចដែលបានឯកភាពគ្នាព្រំដែនដើមដែលបានកសាងតាំងពី120ឆ្នាំមកហើយបាទគឺចឹងបានន័យថាអត់មានអ្វីថ្មីទេក៏ប៉ុន្តែនៅក្នុងនេះខាង Council ហ្នឹងគាត់បាននិយាយថាក្រុមការងារហ្នឹងគឺគាត់ថាដាក់បង្គោលហ្នឹងគឺមិនប្រើប្រាស់ដោយឈរលើផែនទីមួយលើຂະຫນາດ200,000ទេបាទគាត់ប្រាប់ពីហ្នឹងខ្ញុំក៏មិនយល់ថាហេតុអ្វីបានជាគាត់ថែមពីហ្នឹងដែរក្នុងខណៈពេលដែលគាត់និយាយថាការបោះបង្គោលហ្នឹងគឺស្របទៅលើអ្វីដែលមានស្រាប់មកហើយតាំងពី120ឆ្នាំមកហើយបាទនេះគឺជាសេចក្តីរាយការណ៍របស់ Council ហើយខ្ញុំដាក់រូបនេះមកនេះឃើញមានអ្នកចូល comment ហ្នឹងគឺគាត់សន្និដ្ឋានយកតែម្ដងខ្ញុំដោយត្រង់ខ្ញុំអត់ដឹងទេគឺរូបភាពនេះតើប្រិមិត្តយល់ថាបាទជាខ្ញុំចាប់អារម្មណ៍ទៅលើពីរចំណុចគឺលើផ្លូវថ្នល់បាទលើផ្លូវថ្នល់ហ្នឹងតើផ្លូវថ្នល់ហ្នឹងគឺនៅខាងភាគីណាភាគីកម្ពុជាឬក៏ខាងភាគីថៃបាទពីព្រោះបើសូមអធិស្ឋានខ្ញុំសន្និដ្ឋានផ្ទាល់ខ្លួនខ្ញុំណាប្រិមិត្តអាចកែខ្ញុំបានបើអ្នកណាដឹងទីតាំងភូមិសាស្ត្រហ្នឹងខ្ញុំបើតាមខ្ញុំយល់វិញបាទខ្ញុំយល់វិញគឺផ្លូវនេះខ្ញុំយល់ថាប្រហែលជានៅក្នុងទឹកដីថៃហើយចឹងឥឡូវនេះបង្គោលដំរីនេះគឺបោះមកដល់ផ្លូវនឹងតែម្ដងចឹងបានន័យថាគ្មានចំណីផ្លូវទៀតទេបានន័យថាកម្ពុជារុលទៅក្នុងទឹកដីថៃដល់ក្បែរផ្លូវនឹងតែម្ដងពីព្រោះហេតុផលដែលខ្ញុំនិយាយថាផ្លូវនៅក្នុងទឹកដីថៃហ្នឹងគឺពីព្រោះអីផ្លូវនេះវាទី1វាច្បាស់ហើយវានៅតាមព្រំដែនណាផ្លូវតាមព្រំដែនហើយមានការគូហ្នឹងដូចផ្លូវនៅក្នុងក្រុងអញ្ចឹងគឺមានគំនូសលឿងកណ្ដាលមានគំនូសសងខាងដែលតាមធម្មតានេះគឺជាស្តង់ដាររបស់ថៃភាគច្រើនគាត់ធ្វើបែបហ្នឹងហើយចាក់កស៊ូយ៉ាងមាំបែបនេះអាហ្នឹងទី1ខ្ញុំសន្និដ្ឋានអញ្ចឹងណាចាំបើអញ្ចឹងមែនគឺបានន័យថាពីមុនប្រហែលជាគាត់ទៀមទាឆ្ងាយពីហ្នឹងឥឡូវការពិតមែនតើគឺទៅគៀកខ្នល់នឹងសោះបាទគឺខ្មែរទៅយកដីដល់ហ្នឹងហើយចំណុចទី2គឺខ្ញុំចាប់អារម្មណ៍ទៅលើបង្គោលភ្លើងប្រិមិត្តមើលបង្គោលភ្លើងដែលនៅរូបខាងឆ្វេងដៃខាងលើខាងឆ្វេងដៃហ្នឹងបើតាមលក្ខណៈហ្នឹងគឺជាបង្គោលភ្លើងប្រហែលជានៅក្នុងរបស់ថៃស្តង់ដារថៃណាខ្ញុំមើលអញ្ចឹងខ្ញុំអាចខុសណាប្រិមិត្តខ្ញុំអាចខុសអញ្ចឹងបានន័យថាបើអញ្ចឹងមែនគឺបានន័យថាកម្ពុជាវាស់ចូលទៅក្នុងអ្វីដែលថៃគាត់គ្រប់គ្រងក្នុងពេលបច្ចុប្បន្ននេះឥឡូវហ្នឹងគឺបានន័យថាព្រំដែនប្រកបគឺយើងត្រូវចូលទៅក្នុងទឹកដីថៃបន្ថែមទៀតប៉ុន្តែខ្ញុំគ្រាន់តែជាការសន្និដ្ឋានតាមរូបភាពនេះតែប៉ុណ្ណោះទេព្រោះដោយត្រង់គឺខ្ញុំអត់ដឹងមែនខ្ញុំគ្រាន់តែឃើញចាប់អារម្មណ៍ចេះចាំបានន័យថាបើសិនជាខ្នល់នេះខ្នល់ដីថៃហើយនៅបង្គោលនេះបញ្ចូលមកក្នុងទឹកដីកម្ពុជាគឺប្រកាសជាកម្ពុជាចាត់យកមកវិញហើយចាត់យកមកវិញគឺមិនអោយថៃមកដាក់បង្គោលនៅលើទឹកដីកម្ពុជាទេប៉ុន្តែសូមអធិស្ឋានណាខ្ញុំនិយាយដោយត្រង់គឺខ្ញុំមើលទៅតាមរូបហើយនិយាយព្រោះខ្ញុំអត់បានដឹងកិច្ចការនឹងនៅកន្លែងហ្នឹងទេបាទអញ្ចឹងបាទនេះគឺបើប្រិមិត្តណាមានយោបល់អ្វីផ្សេងគឺបាទគឺសូមចូលរួមយោបល់ផងបាទខ្ញុំឃើញមានលីក៏ថាគ្មានទេរ៉ូលមានតែរាបាទខ្ញុំមិនហ៊ានសន្និដ្ឋានទេបាទខ្ញុំមិនហ៊ានសន្និដ្ឋានទេប៉ុន្តែខ្ញុំមើលតាមផ្លូវខ្នល់នេះខ្ញុំជឿថាខ្នល់របស់ថៃសាងសង់ច្រើនជាងបាទនៅភូមិសាស្ត្រកន្លែងបាត់ដំបងហ្នឹងតើខ្មែរយើងដែលបានទៅធ្វើផ្លូវដល់ហ្នឹងឬក៏យ៉ាងម៉េចខ្ញុំអត់ដែលស្គាល់ដែរណាអញ្ចឹងអធិស្ឋានខ្ញុំថាខ្ញុំអាចនឹងជូនអ្វីបានជាក់ស្ដែងគឺខ្ញុំដឹងប៉ុណ្ណាខ្ញុំនិយាយប៉ុណ្ណឹងប្រិមិត្តអាចដឹងជាងខ្ញុំបាទទោះបីជាយ៉ាងណាក៏ដោយមានការធ្វើការងារនឹងយូរហើយរយៈពេលប្រហែលខែទៅហើយបាទការពិតទៅគឺចាប់ផ្ដើមតាំងពី2006ឥឡូវនេះគឺដំណើរការជាប់ជាប្រចាំតែមកនេះប្រហែលជាមិនសូវមានទំនាស់គ្នាប្រហែលទេបាទជាមិនសូវល្បីល្បាញបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំយកពីខៅសូនមកហើយខ្ញុំក៏មិនតបបានឃើញខាងពីកម្ពុជាដែរបើសិនជាមានការបកស្រាយយ៉ាងម៉េចនៅពេលក្រោយនឹងប្រិមិត្តក៏ចាំទទួលខ្ញុំគ្មានចេតនានៅក្នុងការនិយាយអ្វីខុសទេបើគ្រាន់តែឃើញការរីកាបែបនេះហើយយើងមើលទៅមានទាំងប៉ូលីសទាហានរបស់កម្ពុជាយើងបើតាមការឲ្យដឹងរបស់ខាងខៅសូននោះគាត់និយាយថាអ្នកដែលចូលរួមនោះគឺមានបុគ្គលិកបាទមន្ត្រីនោះគឺ100នាក់100នាក់ឯណោះបាទគឺមកពីខាងថៃហើយនៅកម្ពុជាគឺបានចូលរួមធ្វើកិច្ចការនឹងជាប់ជាប្រចាំផងដែរអញ្ចឹងមានការព្រមព្រៀងគ្នា
នៅថ្នាក់កម្រិតបច្ចេកទេសណាបាទអញ្ចឹងអស់ហើយប្រិមត្តសូមអរគុណច្រើនដោយម្ដងទៀតសូមខន្តីអភ័យទោសបើសិនបើមានការខុសឆ្គងកន្លែងណាគឺខ្ញុំឃើញតែប៉ុណ្្នឹងទេបាទខ្ញុំរៀបការជូនប៉ុណ្្នឹងហើយមិនមែនមានចេតនាអ្វីក្រៅពីឲ្យប្រិមត្តបានដឹងរឿងដែលកើតមានឡើងនឹងប៉ុណ្្នឹងទេបាទឥឡូវហ្នឹងបើសិនជាមានអ្នកណាដឹងពីរូបភាពនឹងច្បាស់ជាងខ្ញុំអាចសន្និដ្ឋានបាទប៉ុន្តែខ្ញុំឃើញមានអ្នកធ្វើ comment ហ្នឹងក៏ដូចជាមានលក្ខណៈអវិជ្ជមានសម្រាប់ប្រទេសកម្ពុជាគាត់ថាគឺគេមកយកដល់ខ្នល់កម្ពុជាអីចឹងប៉ុន្តែខ្ញុំនិយាយដោយអារម្មណ៍វិញណាអារម្មណ៍ខ្ញុំជឿថាខ្មែរយើងរលចូលទៅក្នុងដីថៃនឹងច្រើនជាងពីព្រោះខ្នល់បែបនេះគឺហើយនៅបង្គោលភ្លើងវាស្តង់ដាររបស់ថៃច្រើនជាងឥឡូវហ្នឹងខ្មែរទៅដល់កន្លែងហ្នឹងវិញតែម្ដងចាំបានន័យថាក្នុងពេលកន្លងមកគាត់ធ្វើចូលមកគៀកនឹងដីខ្មែរហើយគាត់អាចនឹងទាមទារចំណីខ្នល់រហូតដល់មកធ្វើបង្គោលលបងនៅលើទឹកដីខ្មែរនឹងទៀតឥឡូវខ្មែរវាស់វែងមែនតើទៅគឺទៅយកកន្លែងហ្នឹងមកវិញប៉ុន្តែខ្ញុំអត់ច្បាស់ដែរនិយាយត្រង់ណាអត់ច្បាស់ដែរគាត់ជាការមើលតាមស្ថានភាពជាក់ស្ដែងនៅក្នុងរូបថតទេជួនកាលរូបថតវាមិនអាចក្តោបន័យទាំងអស់ទេបាទ